ឥឡូវនេះសម្បីតាខមមិនមកជំនាញប៉ែនឹងក៏បានធ្វើការវិនិយោគចូលទៅកាន់វិស័យ crypto ផងដែរដោយមានខមមិនមួយរបស់ជប៉ុនដែលមានឈ្មោះថា ANAP នេះគឺបានធ្វើការវិនិយោគលុយចំនួន$70 លានចូលទៅកាន់ Bitcoinចឹងឥឡូវនេះគឺយើងត្រឡប់មកវិញជាមួយនឹងព័ត៌មាន crypto របស់យើងក្រោយពីសម្រាប់ចូលឆ្នាំប្រហែលថ្ងៃមកយើងចូលទៅកាន់ព័ត៌មាន crypto របស់យើងតគ្នាដោយព័ត៌មានបន្តគឺទៅជាមួយនឹង Binance បានផ្ដល់មតិយោបល់ជាច្រើនទៅកាន់រដ្ឋាភិបាលក្នុងការបង្កើតទំនុកម្រងសម្រាប់ Bitcoin ក៏ដូចជាយុទ្ធសាស្ត្រនិងការអភិវឌ្ឍបទបញ្ញត្តិសម្រាប់ទ្រព្យសម្បត្តិ Digital ផងដែរហើយការប្រកាសមួយនេះគឺត្រូវបានប្រកាសឡើងដោយនាយកប្រតិបត្តិរបស់ Binance តតែម្ដងគឺជា CZ ហើយមួយទៀតគឺទៅជាមួយនឹងការ update ចំនួន coin ដែល Meta Planet បានធ្វើការទិញដោយ Meta Planet បានធ្វើការទិញចំនួន330 Bitcoin បន្ថែមទៀតដែលមានតម្លៃស្មើទៅនឹង $4,000 លានយេនហើយនៅតជាមួយនឹង strategy របស់ Michael Saylor នៅវិញក៏បានធ្វើការទិញជាមួយនឹង$6,556 Bitcoin បន្ថែមទៀតផងដែរហើយនៅមួយទៀតគឺទៅជាមួយនឹង money supply របស់សហរដ្ឋអាមេរិកគឺត្រូវបានកើនឡើងខ្លាំងមែនទែនហើយចំពោះការកើនឡើងនេះគឺវាអាចនឹងមាន liquidity កាន់តែច្រើននឹងហូរចូលក្នុងវិស័យ crypto ផងដែរហើយមួយនឹងគឺខ្ញុំបាននិយាយទៅជាមួយនឹង Common Modeling បានធ្វើការវិនិយោគជាមួយនឹង Bitcoin ហើយឥឡូវនេះគឺសម្បីតែផ្សារទំនើបយៈ SPAO នោះក៏បានធ្វើការទទួលយក Bitcoin តាមរយៈ Lightning Network នៅក្នុងប្រទេសស្វីសផងដែរហើយមួយទៀតគឺទៅជាមួយនឹងក្រុមពាណិជ្ជកម្មរបស់ Seta Women គឺបានកំពុងតែធ្វើការប្រជុំជាមួយនឹងប្រទេសចំនួន34ដើម្បីធ្វើការចរចាកិច្ចព្រមព្រៀងទៅជាមួយនឹងវិស័យពាណិជ្ជកម្មរបស់ខ្លួនដែលការប្រជុំនេះគឺធ្វើឡើងនៅក្នុងសប្តាហ៍នេះតែម្ដងហើយបើយើងក៏លេខទៅកាន់លោក CZ ដែលជា CEO របស់ Binance វិញគាត់ក៏បានធ្វើការជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីដើម្បីធ្វើការពិភាក្សាអំពីការជំរុញ Cosmo Digital នៅក្នុងវិស័យ crypto ហើយនិង blockchain ផងដែរហើយមួយទៀតគឺតកតងជាមួយនឹង Pro Crypto Paul Atkins គាត់ក៏បានធ្វើការបដិញ្ញាខ្លាំងមែនទែនគឺគាត់បានស្បត់តែម្ដងថាគាត់នឹងចូលកាន់តំណែងជាប្រធាន CSE ថ្មីហើយបើកលេខទៅកាន់ Elon Musk ទៅវិញគាត់ក៏បាននិយាយផងដែរថាគាត់នឹងមិនចោះចេញពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលចេញពី Doge ទេហើយមួយទៀតគឺតកតងជាមួយនឹង Bitcoin ឥឡូវនេះ market cap របស់ Bitcoin នេះគឺបានធ្វើការវាយដាច់ក្រុមហ៊ុន Google ទៅទៀតដែល Bitcoin គឺបានក្លាយទៅជាទ្រព្យសម្បត្តិធំជាងគេទី5នៅលើពិភពលោកតែម្ដងអូខេអញ្ចឹងព័ត៌មាន crypto របស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានអ្វីសម្រាប់ update ផ្សេងទៀតគឺខ្ញុំនឹងយកមកធ្វើការចែកជូនទៅកាន់អ្នកគ្នាបន្តទៀតអញ្ចឹងយើងជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត